សួស្តីអ្នកទាំងអស់គ្នាពេលនេះសូមជើញតាមដានរឿងយូយូហាគូសូជាមួយនឹងខ្ញុំបន្តទៀតការពីវីដេអូមុនយើងចោទត្រឹម Yusuke ត្រូវបាន Shinobu ធ្វើបាបហើយចុងក្រោយថែមនឹងចង់បាញ់សម្លាប់គាត់ចោលទៀតផងសំណាងល្អបាន Koenma ទៅដល់ជួយបង្អាក់ទាន់នឹងមិនមែនមានន័យថា Shinobu ខ្លាច Koenma នោះទេគាត់គ្រាន់តែដកឃ្លានិយាយជាមួយនឹង Koenma មួយផ្លែតព្រោះខានបានជួបគ្នាជាង10ឆ្នាំមកហើយឆ្លៀតពេលដែល Shinobu កំពុងតែជាប់និយាយគ្នាជាមួយនឹង Koenma Yusuke បានប្រមូលថាមពលរបស់គាត់ដែលនៅសេសសល់ដាក់ចូលទៅក្នុង Spirit Gun របស់គាត់ចង់បាញ់ Shinobu សម្លាប់ចោលប៉ុន្តែគួរស្ដាយណាស់បាញ់អត់ត្រូវទេដោយសារតែ Shinobu អាចគេចទាន់ក្រោយពេលបាញ់មកក្រនឹងហើយ Yusuke អស់កម្លាំងលេងងើបលេងរួចនៅពេលដែលឃើញ Yusuke ស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់អញ្ចឹងមិនដឹងថា Koenma សម្អាងទៅលើអីទេបានគម្រាម Shinobu ឲ្យបញ្ឈប់ផែនការរបស់គាត់ជាបន្ទាន់នៅពេលនោះ Shinobu បានឆ្លើយតបទៅ Koenma វិញថាគាត់មិនមែន Shinobu ទេគាត់គឺ Kazuya ដោយសារតែ Shinobu ធ្វើការមិនកើតទៅគាត់ចេញមកធ្វើការជំនួសម្ដងសូមរំលឹកថានៅក្នុងខ្លួនរបស់ Shinobu មានបុគ្គលិកលក្ខណៈទាំងអស់7នាក់ផ្សេងគ្នានិយាយទៅដោយមនុស្ស7នាក់នៅក្នុងខ្លួនមនុស្សតែម្នាក់អញ្ចឹងបើតាមអ្វីដែល Izuki ប្រាប់ម្នាក់នៅក្នុងចំណោម7នាក់ហ្នឹងគឺជាមនុស្សស្រីថែមទៀតផងហើយ Izuki ចូលចិត្តចរិតរបស់ Shinobu ដែលជាមនុស្សស្រីនឹងជាងគេពេលលឺអញ្ចឹងគួរឲ្យបារម្ភមានអារម្មណ៍ថាព្រឺសវល់ខ្ញាក់ខ្ញាក់មិនចង់ស្ដាប់ទៀតទេត្រឡប់ទៅមើល Koenma វិញបន្ទាប់ពីនិយាយបញ្ចុះបញ្ចូលឲ្យ Shinobu បបង់ចោលគម្រោងការអត់បានគាត់បានដកក្បាលដោះចេញពីមាត់របស់គាត់មកគម្រាម Shinobu វិញម្ដងអាក្បាលដោះមួយហ្នឹងមិនមែនជារបស់ដែលគាត់បៀមលេងនោះទេវាគឺជាឧបករណ៍មួយដែលហៅថា Mafukan ដែល Koenma តែងតែបញ្ចូលថាមពល Spirit Energy របស់គាត់ទៅក្នុងនោះជាប្រចាំជាង100ឆ្នាំមកហើយបើសិនជា Koenma ប្រើវាឥឡូវហ្នឹងវានឹងបង្កើតបានទៅជារនាំង barrier ដ៏ខ្លាំងក្លាមួយសូម្បីតែបិសាចកម្រិត S ក៏មិនអាចទប់មួយវាបានដែរចាប់ទាំងគាត់ដែលជាអ្នកប្រើហើយនឹង Shinobu ដាក់ចូលទៅក្នុងនោះមិនឲ្យកម្រើករួចជារឿងរហូតនៅពេលដឹងអញ្ចឹង Shinobu បានសុំពេល Koenma មួយផ្លែទៅភាសាជាមួយនឹងគ្នារបស់គាត់6នាក់ទៀតសិនមួយសន្ទុះក្រោយមកបន្ទាប់ពីបានភាសារួចហើយ Shinobu បានសម្រេចថាគាត់អត់យល់ព្រមធ្វើតាម Koenma នោះទេដល់ពេលអញ្ចឹងទៅ Koenma ក៏បង្ខំចិត្តប្រើក្បាលដោះ Mafukan របស់គាត់ប៉ុន្តែប្រើបន្តបានសម្រេចផង Yusuke បានងើបឡើងមកវិញដណ្ដើមយកក្បាលដោះ Mafukan ញាត់ចូលក្នុងកប៉ៅរបស់គាត់មូលហេតុដែល Yusuke ឆាប់មានកម្លាំងមកវិញអញ្ចឹងគឺដោយសារតែថាមពល Spirit Wave ដែលគាត់រៀនពី Genkai អាចជួយព្យាបាលខ្លួនឯងបានបន្តមកមុនប្រយុទ្ធគ្នាបន្តទៀត Yusuke បានហៅ Shinobu ម្នាក់ណាដែលខ្លាំងជាងគេឲ្យចេញមកប្រយុទ្ធគ្នាជាមួយនឹងគាត់និយាយទៀតថា Kazuya នឹងនៅស្ទើរណាស់ធ្វើ Kazuya ខឹងយ៉ាងខ្លាំងចង់បាញ់ Yusuke សម្លាប់ចោលប៉ុន្តែ Yusuke បានស៊ូចូលទៅវឹបចាប់កាភ្លើងជាប់រួចហើយសាប់ Kazuya ប្រមាណដៃឡើងឆ្អល់នៅពេលនោះ Kazuya ធ្ងោទៅមួយផ្លែតក៏ស្ងាត់បាត់មាត់ទៅវិញរួចហើយងើបឡើងវិញសឹមដោយមិនបាច់ប្រើដៃច្រត់នោះទេធ្វើ Yusuke មើលដឹងថាម្នាក់នឹងខ្លាំងមិនធម្មតាដល់ពេល Yusuke សួរបញ្ជាក់ថាអ្នកឯងជាអ្នកណាគាត់ប្រាប់ថាគាត់គឺជា Shinobu បានន័យថាអ្នកដែលយើងជួបកន្លងមកមិនមែន Shinobu ទេសិតសឹងតែជាបុគ្គលិកលក្ខណៈផ្សេងរបស់គាត់ទាំងអស់នៅពេលនោះ Shinobu បានដើរទៅជិត Yusuke ហើយសុំចាប់ដៃមួយដើម្បីសម្ដែងការគោរពដល់ពេល Yusuke បដិសេធអត់ព្រមចាប់ដៃជាមួយគាត់បានវាយ Yusuke ឡើងទូកសាច់ក្រោយពេលបានបដូរ Yusuke ហើយទើបគាត់លូកដៃទៅចាប់ដៃរបស់ Yusuke ធ្វើឡើងលយហើយនៅពេលហ្នឹង Yusuke ខឹងណាស់ចង់វាយបកទៅវិញដែរប៉ុន្តែវាយអត់ត្រូវដោយសារតែ Shinobu នឹងលឿនខ្លាំងពេកបន្ទាប់មក Shinobu បានដើរទៅប្រាប់ Izuki ឲ្យជួយរកអាវឲ្យគាត់ពាក់ហើយនឹងជួយជួសជុលដៃឲ្យគាត់វិញមុនការប្រយុទ្ធជាបន្ត Shinobu បានចាប់ប្រើថាមពលថ្មីមួយទៀតដែលគេហៅថា Secret Energy ថាមពល Secret Energy នឹងខ្លាំងជាងថាមពល Spirit Wave របស់ Yusuke ទៅទៀត Koenma អត់ជឿសោះថាក្រោយពេលបែកគ្នា10ឆ្នាំ Shinobu ចេះប្រើ Secret Energyធម្មតាថាមពលនឹងត្រូវការវឹកហាត់ខ្លាំងរយៈពេល40ឆ្នាំឯណោះទើបអាចទទួលយកវាបានតែ Shinobu ប្រាប់ថាខ្លួនរបស់គាត់ម្នាក់ស្មើនឹងមនុស្ស7នាក់អញ្ចឹងបាច់ប្រើពេលដល់40ឆ្នាំទេតែ6ឆ្នាំគ្រប់គ្រាន់ហើយបន្តមក Shinobu បានវាយប្រហារ Yusuke ពីចម្ងាយដើម្បី Yusuke បានភ្លួតថាមពលគាត់ឥឡូវខ្លាំងប៉ុណ្ណាការប្រយុទ្ធបន្តទៀត Yusuke បានងើបឡើងហើយសម្រុកទៅសុទ្ធ Shinobu វិញម្ដងប៉ុន្តែមើលទៅដូចជាអត់បានការសោះទោះបីជា Shinobu ឆោ Yusuke វាយតាមចិត្តក៏ Yusuke វាយអត់ដល់ដែរបន្តមក Yusuke បានដកថយទៅវិញហើយចង់លួចប្រើក្បាលដោះ Mafukan នៅពេលដែលគាត់លោតចូលទៅម្ដងទៀត Shinobu បានដឹងមុនហើយចាប់ដៃគាត់ជាប់រួចវាយបំបាក់ចោលបណ្ដាលឲ្យគាត់មានការឈឺចាប់យ៉ាងខ្លាំងហើយក្នុងពេលជាមួយគ្នា Shinobu ចង់ដណ្ដើមយកក្បាលដោះ Mafukan ពី Yusuke ប៉ុន្តែ Yusuke បានយកស្បែកជើងគប់គាត់ចំកណ្ដាលមុខរួចហើយប្រើម្រាមជើងទៅគៀបយកក្បាលដោះ Mafukan មកវិញចាប់បដ ாய்មិនបាច់បៀមទៀតទេអញមុនការប្រយុទ្ធជាបន្ត Yusuke បាននិយាយប្រាប់ Koenma ថាគាត់មានយុទ្ធសាស្ត្រអាចយកឈ្នះ Shinobu បានតែគាត់អត់ទាន់ប្រាប់ថាយុទ្ធសាស្ត្រអីទេពេលឮ Yusuke និយាយចឹងគូវ៉ាបារ៉ាសប្បាយចិត្តណាស់ប៉ុន្តែ Hiei ហើយនិង Kurama អត់ជឿថា Yusuke អាចឈ្នះ Shinobu បានទេដោយសារតែពួកគេទាំងពីរនាក់ជាបិសាចអាចញៀននឹងថាឋានពលរបស់ Shinobu នៅពេលនេះស្មើនឹងបិសាចកម្រិត S class ងាកទៅមើល Shinobu វិញនៅពេលដែលគាត់ប្រឡែងឋានពលរបស់គាត់ចេញមកប្រើច្រើនទៅអ្វីៗនឹងជុំវិញគាត់នឹងជួយខ្ទេចអស់ហើយសូម្បីតែ Yusuke ហើយនិង Kurama ក៏ទប់ខ្លួនអត់ជាប់ដែរ Shinobu និយាយថាហ្នឹងមកពីគាត់ខ្លាំងសម្បើមពេកហើយពិភពមនុស្សទ្រាំទ្រជាមួយនឹងកម្លាំងដ៏ខ្លាំងរបស់គាត់អត់បានបន្តមកដើម្បីអាចចាត់ការ Shinobu បាន Koenma បានសុំឲ្យ Yusuke ប្រកួតក្បាលដោះ Mafukan ឲ្យគាត់វិញប៉ុន្តែនៅពេលនេះក្បាលដោះហ្នឹងអត់នៅជាមួយនឹង Yusuke នោះទេគឺវានៅក្នុងដៃរបស់ Shinobu នៅពេលដែលឃើញអាការល្អអញ្ចឹង Koenma បានបញ្ជាវាដំណើរការពីចម្ងាយហើយនៅពេលហ្នឹងឃើញថាវាពិតជាមានប្រសិទ្ធភាពមែនអាចរុញច្រានក្រុមបិសាចឲ្យត្រឡប់ទៅវិញបានខ្លះហើយមើលទៅប្រហែលជាអាចចាប់ Shinobu បានថែមទៀតផង
ប៉ុន្តែស្ដាយណាស់ដែលគ្រប់គ្នាបានមើលខុសនៅពេលនោះស៊ីណូប៊ូស្រ័យគឺដើម្បីប្រើកម្លាំងធាតុរបស់គាត់កំទេចក្បាលដោះម៉ាហ្វូខានចោលតែប៉ុណ្ណោះមូលហេតុដែលក្បាលដោះនោះមិនអាចធ្វើអីស៊ីណូប៊ូបានគឺដោយសារតែស៊ីណូប៊ូជាប្រើថាមពល Sacred Energy នៅពេលនេះគ្រាន់តែអស់វិធីមែនទែនហើយគ្មានអីទៅរារាំងស៊ីណូប៊ូបានទេប៉ុន្តែ Yusuke និយាយថាកម្មាលអស់សង្ឃឹមព្រោះគាត់នៅសល់យុទ្ធសាស្ត្រមួយទៀតគួយហួសចិត្តណាស់យុទ្ធសាស្ត្ររបស់ Yusuke នៅពេលហ្នឹងគឺចូលទៅឲ្យស៊ីណូប៊ូវាយសម្រាប់គាត់ចោលតែប៉ុណ្ណោះពេលឃើញចឹង Hiei Kurama ហើយនិង Kuwabara ពិតជាខឹងខ្លាំងណាស់ទ្រាំបានទេចុងក្រោយដោយសារតែមានចិត្តពុកកញ្ជ្រោលចង់ជួយ Yusuke ពេកនៅទីផុត Kuwabara អាចបង្កើតដាវពិសេសរបស់គាត់បានដែលដាវមួយហ្នឹងមានលក្ខណៈពិសេសអាចកាត់ស្មៅយក្សរំដោះគ្នារបស់គាត់ចេញពីទីនោះបានមកវិញប៉ុន្តែគួរស្ដាយណាស់យឺតពេលបន្តិចដោយសារតែពេលនោះ Shinobu បានសម្លាប់ Yusuke ចោលបាត់ទៅហើយបន្តមកដោយសារតែខឹងខ្លាំងពេកហើយចង់សងសឹកឲ្យ Yusuke ផង Kuwabara, Hiei ហើយនិង Kurama បានរួមគ្នាសម្រុកចូលទៅប្រយុទ្ធជាមួយនឹង Shinobu ហើយក្បាច់ដែល Hiei បញ្ចេញមកប្រើមុនគេគឺក្បាច់នាគភ្លើងខ្មៅតែម្ដងនៅពេលហ្នឹងគាត់បានដេញតាមវាយប្រហារ Shinobu រហូតដល់ច្រកផ្លូវបិសាចហើយបានរុញ Shinobu ចូលទៅក្នុងនោះបាត់ចំណែកគ្នារបស់ Hiei ទាំង3នាក់អត់មានខ្លាចទេក៏លោតចូលទៅតាមវាយដល់ក្នុងនឹងទៀតនៅពេលហ្នឹងពួកគេបានតាម Shinobu រហូតដល់រនាំងកខៃ Barrier មើលទៅប្រហែលជា Shinobu ចង់បញ្ឆោតឲ្យ Kuwabara ប្រើដាវរបស់គាត់កាត់រនាំងនឹងចោលចំណែក Kuwabara វិញអត់បានគិតច្រើនទេពេលនោះគាត់ពិតជាបានដកដាវកាត់រនាំងនោះចោលមែនរឿងនេះស្ដេចយមរាជដែលជាប៉ាប៉ារបស់ Koenma បានដឹងភ្លាមតែម្ដងហើយគាត់បានបញ្ជាក្រុមកងការពីពិសេសរបស់គាត់ទៅដោះស្រាយបញ្ហាហ្នឹងជាបន្ទាន់ត្រឡប់ទៅមើលក្រុមរបស់ Kuwabara វិញនៅពេលនេះពួកគេបានតាម Shinobu ចូលទៅដល់ក្នុងពិភពពិសាចមុនប្រយុទ្ធគ្នា Shinobu បានយកអាវក្រោះមួយយកមកពាក់ដែលអាវក្រោះហ្នឹងអាចជួយកម្លាំងគាត់ទាំងការពារហើយនិងវាយលុកតែទោះជាយ៉ាងណាក្រុមរបស់ Kuwabara បានខ្វល់ទេពួកគេនៅតែសម្រុកចូលទៅប្រយុទ្ធជាមួយនឹង Shinobu យ៉ាងក្លាហានបំផុតត្រឡប់ទៅមក Yusuke វិញគ្រាន់មកចាប់អារម្មណ៍ថាទោះបីជាបេះដូងរបស់គាត់ឈប់ដើរក៏ដោយក៏ព្រលឹងរបស់គាត់នៅតែនៅក្នុងខ្លួនដដែលប៉ុន្តែមូលហេតុមកពីអីគាត់មិនទាន់ដឹងនៅឡើយទេនៅពេលនោះផងដែរក្រុមកងការពីពិសេសរបស់ស្ដេចយមរាជបានធ្វើដំណើរទៅដល់ទីនោះហើយបន្ទាប់ពីបានបែងចែកការងារឲ្យកូនក្រុមរបស់គាត់ធ្វើអស់ហើយមេបញ្ជាការឈ្មោះអូតាកេបានប្រាប់ឲ្យគ្រាន់មកត្រឡប់ទៅវិញប៉ុន្តែគ្រាន់មកអត់ព្រមទៅហើយអូតាកេប្រាប់ថាបើសិនជានៅច្បាស់ជាពិបាកភ្នែកជាមិនខានដោយសារតែស្ដេចយមរាជបានបញ្ជាឲ្យគាត់សម្លាប់ Yusuke ចោលមូលហេតុគឺដោយសារតែ Yusuke នឹងមានឈីបជាប់ខ្សែស្រឡាយជាកូនចៅផៅសន្តានរបស់ស្ដេចបិសាចលើអញ្ចឹងគ្រាន់មកអត់ជឿនោះទេដោយសារតែគាត់បានឆែកប្រវត្តិរបស់ Yusuke ឲ្យថាប៉ាម៉ាក់របស់ Yusuke គឺជាមនុស្សសុទ្ធសាធហើយមេបញ្ជាការអូតាកេប្រាប់ថាអត់ខុសទេសូម្បីតែតាទួតតាលួតតាលារបស់ Yusuke ក៏ជាមនុស្សដែរប៉ុន្តែបើសិនជាជីកជ្រៅបន្តទៅទៀត Yusuke មានខ្សែស្រឡាយជាប់ជាមួយនឹងស្ដេចបិសាចម្នាក់ឈ្មោះ Raizen ករណីនេះនៅក្នុងភាសាបច្ចេកទេសគេហៅថា Atavism គឺសែនរបស់បុព្វបុរសជំនាន់មុនមិនតន់តភ្លាមទៅកូនចៅជំនាន់ក្រោយទេចាំដល់កូនចៅណាម្នាក់ដែលមានគុណសម្បត្តិគ្រប់គ្រាន់ទៅវា Awaken តែម្ដងករណីរបស់ Yusuke នៅពេលដែលគាត់ Awaken ខ្លាយទៅជាបិសាចគាត់នឹងខ្លាយទៅជាបិសាចកម្រិត S class អញ្ចឹងពួកគេត្រូវតែចាត់ការ Yusuke ចោលឲ្យមុននឹងគាត់ងើបឡើងមកបំផ្លាញពិភពមនុស្សនៅពេលហ្នឹងទាំង Shimen និង Koenma បាននាំគ្នាប្រឆាំងមិនឲ្យមេបញ្ជាការ Otake សម្រាប់ Yusuke នោះទេប៉ុន្តែពួកគេគ្មានកម្លាំងណាទៅតបតជាមួយនឹងក្រុមរបស់មេបញ្ជាការ Otake បានឡើយបន្តមកទៀតស្រាប់តែសាកសពរបស់ Yusuke បញ្ចេញពន្លឺពណ៌ក្រហមដែលតំណាងឲ្យថាមពល Demon Energy មានន័យថានៅពេលនេះ Yusuke កំពុងតែវិវត្តខ្លាយទៅជាបិសាចហើយឃើញចឹងមេបញ្ជាការអូតាកេក៏បញ្ជាឲ្យកូនចៅរបស់គាត់បញ្ញាបាញ់កំទេចសាកសព Yusuke ចោលភ្លាមប៉ុន្តែសំណាងណាដែលនៅពេលនោះមានបាក់សីមួយយ៉ាងធំបានទម្លុះចូលទៅក្នុងទីនោះជួយឃុំក្រងការពារ Yusuke តាន់ក្រោយមកបន្ទាប់ពីពួកគេបាញ់អស់ចិត្តឃើញថា Yusuke អត់អីទេហើយបាក់សីដែលមកជួយការពារគាត់ហ្នឹងគឺ Poo នៅពេលដែល Yusuke ខ្លាំង Poo ក៏ខ្លាំងដូចគ្នាដោយសារតែពួកគេទាំងពីរលេងចូលគ្នានៅពេលហ្នឹង Yusuke បានដើរតួធ្វើជាវិសាចបន្លាយក្រុមកងការពាររបស់ស្ដេចយមរាជភ័យឡើងចង់រៀបអាចប៉ុន្តែតាមពិតទៅគាត់គ្រាន់តែប្រែងពួកគេលេងតែប៉ុណ្ណោះដោយសារតែ Yusuke នៅមានការចងចាំជាមនុស្សមិនបានបាត់បង់ការចងចាំនោះឡើយបន្តមកទៀត Yusuke ហើយនិង Koenma បាននាំគ្នាឡើងជិះ Poo ធ្វើដំណើរទៅកាន់ពិភពវិសាចដើម្បីជំរាបបញ្ជាជាមួយនឹង Shinobu ការធ្វើមើលក្រុមគ្នារបស់ Hiei វិញនៅពេលនេះពួកគេត្រូវបាន Shinobu វាយដេកដួលអស់ហើយនៅពេលដែល Shinobu រៀបចំចាត់ការពួកគេចោលទៅហើយ Yusuke បានជិះ Poo ទៅដល់ទីនោះល្មមនៅពេលដែលឃើញ Yusuke ត្រឡប់មកវិញអញ្ចឹងម្នាក់សប្បាយចិត្តណាស់ប៉ុន្តែ Yusuke គ្មានពេលបកស្រាយច្រើនទេព្រោះគាត់ត្រូវការចាត់ការ Shinobu ចោលសិននៅពេលនេះពីរនាក់នឹងមានកម្លាំងប្រហាក់ប្រហែលគ្នាបើប្រៀបធៀបទៅស្មើនឹងបិសាចកម្រិត S class ដូចគ្នាដល់ពេលអញ្ចឹងទៅការប្រយុទ្ធរវាងពួកគេទាំងពីរនាក់ពិតជាសាហាវហើយនៅពេលនោះ Yusuke មានអាការបាញ់ Shinobu មក Spirit Gun ប៉ុន្តែចម្លែកណាស់បាញ់អត់ចំគោលដៅសោះបានត្រឹមតែធ្វើឲ្យ Shinobu ដាច់អាវក្រោះតែបន្តិចតែប៉ុណ្ណោះពេលហ្នឹង Yusuke ក៏អត់យល់ខ្លួនឯងដែរតម្រង់អន់ម៉េះឥឡូវហ្នឹងចំណែក Hiei ហើយនិង Kurama មើលដឹងថាមកពី Yusuke ហ្នឹងមិនតាន់សមជាមួយនឹងថាមពលដ៏សម្បើមរបស់គាត់ការប្រយុទ្ធបន្តទៀត Shinobu បានបដូរអាវក្រោះរបស់គាត់ទៅជាអាវថ្មីដែលផ្ដោតទៅលើការវាយលុកវិញម្ដងឃើញចឹង Yusuke បានប្រើឲ្យ Poo ហោះនាំគ្នារបស់គាត់កិច្ចចេញពីកន្លែងហ្នឹងសិនកុំឲ្យមានគ្រោះថ្នាក់ប៉ុន្តែ Yusuke និយាយមិនតាន់ផុតពីមាត់ផង Shinobu បានស្ទុះមកវាយប្រហារគាត់លឿនដូចអន្ទះការប្រយុទ្ធនៅពេលហ្នឹងបង្កឲ្យមានការផ្ទុះយ៉ាងខ្លាំងបញ្ចេញពន្លឺយ៉ាងសស្ញាចមើលអត់ដឹងថាអ្នកណាគេវាយអ្នកណាត្រូវឡើយ
បន្ទាប់ពីបានប៉ះគ្នាមកស្ទុះពួកគេបានឈប់និយាយគ្នាមកផ្លែតហើយគ្នារបស់ Yusuke មើលដើមថាពីរនាក់ហ្នឹងកំពុងតែសប្បាយចិត្តដូចគ្នាដោយសារតែរកឃើញដៃគូប្រយុទ្ធដែលស័ក្តិសមជាពិសេសគឺ Shinobu អារម្មណ៍ឆេវឆាវស្អប់ពូជសាសមនុស្សអីហ្នឹងពេលនេះចាប់ផ្ដើមសាររលាបទៅវិញបន្តិចម្ដងហើយបន្ទាប់មកមុនការប្រយុទ្ធបន្តទៀត Yusuke បានលើសំឡេងដ៏កាយសាហាវមួយចេញពីខ្លួនរបស់គាត់ប្រាប់ថា Yusuke នឹងអត់ចេះប្រើថាមពល Demon Energy ទេចាំគាត់បរៀននិយាយឲ្យម្នាក់ហ្នឹងបានចេញមកគ្រប់គ្រងរាងកាយរបស់ Yusuke តែម្ដងតាមពិតទៅម្នាក់ហ្នឹងក៏ជា Yusuke ដែរគ្រាន់តែតម្រង់ជាបិសាចដែលកាយខុសខើជាងតម្រង់មនុស្សធម្មតាចាប់ដើមឡើយអត់មាននិយាយគ្នាសិនទេបិសាច Yusuke បានលោតទៅវាយប្រហារ Shinobu ឡើងទូកសាច់បន្ទាប់ពីបានវាយលេងអស់ចិត្តហើយបិសាច Yusuke បានចាប់ច្របាច់ក Shinobu បោះឡើងទៅខាងលើរួចហើយបាញ់គាត់មក Spirit Gun ដើម្បីបញ្ចោលជីវិតរបស់គាត់តែម្ដងនៅពេលនោះ Yusuke បានព្យាយាមខាត់បិសាចរបស់គាត់ដែរតែមិនអាចខាត់បានបន្ទាប់មក Yusuke បានរត់ទៅតាម Shinobu ហើយបបួលគាត់ងើបឡើងប្រយុទ្ធគ្នាទៀត Yusuke អត់អស់ចិត្តទេដោយសារតែអ្នកដែលបានវាយឈ្នះ Shinobu មិនមែនគាត់គឺបិសាចរបស់គាត់ចង់ឲ្យ Kurama ឬនរណាក៏បានដែរជួយព្យាបាល Shinobu ឲ្យងើបឡើងមកវិញប៉ុន្តែនៅពេលនោះ Izuki បាន teleport ទៅដល់ហើយប្រាប់ថាអត់ចាំបាច់ទេដោយសារតែ Shinobu មានជំងឺប្រចាំកាយហើយអាចរស់បានតែកន្លះខែទៀតតែប៉ុណ្ណោះនៅពេលនោះ Shinobu ក៏និយាយដែរថាគាត់អរគុណ Yusuke ដែលបានសម្លាប់គាត់ដោយសារតែគោលបំណងរបស់គាត់គឺគាត់ចង់ស្លាប់ក្រោមដៃរបស់បិសាចចំពោះ Shinobu គាត់គិតថាកាលពីមុនកាលពីគាត់ធ្វើជា Spirit Detective គឺគាត់ខុសធ្ងន់ណាស់ដែលបានសម្លាប់ពូជសាសន៍បិសាចដោយមិនរើសមុខតាមពិតទៅពូជសាសន៍បិសាចក៏មានល្អដែររីឯពូជសាសន៍មនុស្សក៏មានអ្នកខ្លះអាក្រក់ជាងបិសាចទៅទៀតបន្ទាប់ពី Shinobu បានដាច់ខ្យល់ស្លាប់បាត់ទៅ Izuki បានសុំយកសាកសពរបស់ Shinobu ទៅនៅពិភពមួយតែពីរនាក់ជាមួយនឹងគាត់ដើម្បីកុំឲ្យមានអ្នកណាគេទៅរំខានសម្រាប់រឿង Yu Yu Hakusho រដូវកាលទី3ខ្ញុំសូមបិទបញ្ចប់ត្រឹមប៉ុណ្ណេះសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment ពាក្យថាល្អមើលម្នាក់មួយហើយបើសិនជាមិនទាន់បាន subscribe channel នៅចរណៃទេសូមជួយចុច subscribe ផងសូមអរគុណនិងសូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារមានសុខភាពល្អសំណាងល្អនិងអនាគតបវររុងរឿង